ធ្វើអ្វីមួយឲ្យបានត្រឹមត្រូវធ្វើអ្វីមួយឲ្យបានល្អធ្វើអ្វីមួយឲ្យបានស្អាតធ្វើអ្វីមួយឲ្យបានស្តង់ដារហើយធ្វើអ្វីមួយឲ្យបានអស្ចារ្យប៉ុន្តែខ្ញុំជំរាបជូនវិញមិនមែនធ្វើមួយថ្ងៃបានទេវាទាមទារការអភិវឌ្ឍបាទអានេះមួយចុះទី2វិញថាតើក្នុងនាមយើងជានយោជកថាយើងមានតួនាទីធ្វើអីសម្រាប់នយោជករបស់យើងចឹងបាននៅក្នុងប្រធានបទនេះលោកគ្រូហៅដាក់ថានយោជករីករាយនយោជករុងរឿងខ្ញុំតែងតែធ្វើការសិក្សាស្រាវជ្រាវមានអ្នកថាលោកនិយាយថាម៉េចលោកនិយាយថាកុំខ្វល់អ្នកណាចង់ឈប់រត់ហ៊ានតែប្រកាសទៅបើមិន CV 100ឡើយហើយតែម្នាក់បដាច់ CV មក100ឡើយបាទពីសប្តាហ៍មុនគេឲ្យខ្ញុំទៅជួយជ្រើសរើសរកពេទ្យ5នាក់គេរៀនឧបថា5នាក់អ្នកដាក់ពាក្យ300នាក់ប៉ុន្តែរកតែមួយអត់បានឃើញហើយតែមានសញ្ញាបត្រអត់ប៉ុន្តែសំណួរសុទ្ធតែមានសមត្ថភាពអត់កន្លែងនេះធ្វើបានគេទាត់ចោលទៅអត់អញ្ចឹងដល់កន្លែងនេះខ្ញុំចង់ជំរាបជូនថាម៉េចចង់ជំរាបជូនថាបើយើងខ្លាយទៅជានយោជកមានន័យថាយើងមានតួនាទីអីបងឃើញពាក្យខ្មែរអ្នកគ្រប់គ្រងមានន័យថាម៉េចអ្នកនឹងជានរណាអ្នកនោះគឺជាមនុស្សដែលមានសមត្ថភាពតែសមត្ថភាពអីចាត់ចែងជុកគ្រប់មានន័យថាម៉េចឲ្យគេគ្រប់ឲ្យអីគ្រប់មើលឥឡូវខ្ញុំមករៀបចំសិក្ខាសាលានេះរៀបចំសិក្ខាសាលាយើងខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំត្រូវឲ្យបុគ្គលិកខ្ញុំអីគ្រប់មធ្យោបាយធ្វើដំណើរលុយសម្រាប់ចាយលុយសម្រាប់រៀបចំឲ្យគ្រប់បានខ្ញុំទៅអីគេបានខ្ញុំទៅក្រងគេបានយើងក្រងនោះមានន័យថាម៉េចក្រងនោះមានន័យថាម៉េចធ្វើឲ្យមនុស្សទាំងអស់មិនធ្វើការងារជាមួយគ្នាដោយរលូននោះវាស៊ីសង្វាក់គ្នាមកអ្នកណាត្រូវរៀបកៅអីអ្នកណាត្រូវរៀបតុអ្នកណាត្រូវរៀបអីម៉ោងណាអ្នកណាត្រូវអីដល់ម៉ោងនោះចេញមករលូនមកចឹងពាក្យអ្នកគ្រប់គ្រងនោះច្បាស់អ្នកគ្រប់គ្រងមានតួនាទីមួយធ្វើម៉េចរើមនុស្សឲ្យត្រូវដាក់មនុស្សឲ្យត្រូវកន្លែងដាក់មនុស្សឲ្យត្រូវពេលវេលានិងផលិតអីផលិតនៅផលិតផលមួយដែលត្រូវតែតាមអ្វីដែលយើងចង់បានអ្នកគ្រប់គ្រងមានប៉ុណ្ណឹងបាទហើយបើយើងមើលពីនេះថាអ្នកគ្រប់គ្រងមើលរំលងមិនអត់រំលងទេបើសិនជាខ្ញុំគ្រប់គ្រង50នាក់មកអត់រំលងទេព្រោះប្រព័ន្ធខ្ញុំចាត់យកអស់ចូលដល់អ្នកដឹកនាំធ្វើអីបើមកអ្នកដឹកនាំពាក្យខ្មែរអ្នកដឹកនាំអ្នកគឺអីគឺខុសពី manager ដាក់មកអ្នកដឹកនាំគឺជាមនុស្សដែលមានអីឥទ្ធិពលបើឥទ្ធិពលចុះដាក់មានន័យថាម៉េចដើម្បីអាចដឹកគេបានក៏តែយើងមានឥទ្ធិពលដែលទៅអីទៅតាក់ទាញគេបានឲ្យគេមកជាមួយយើងបានហើយឲ្យមកនោះមកដែលរួមគ្នា united មិន separated អត់មកថាយើងមានក្រុមហ៊ុនមួយមានបាក់ខាងនេះបាក់របស់ manager នេះបាក់ manager នោះអានោះនិយាយមកក្រុមហ៊ុនបាទអញ្ចឹងអ្នកដឹកនាំដែលបកកែប្រើឥទ្ធិពលនោះដើម្បីទៅឲ្យមនុស្សទៀតមនុស្សមកឲ្យរួមគ្នាមិនមែនឲ្យបែកគ្នាទេឲ្យរួមគ្នាជាកម្លាំងមួយប្រមូលផ្ដុំដើម្បីឈ្មោះតើឯងនាំឲ្យទៅដល់គោលដៅដែលយើងចង់បានដែលក្រុមហ៊ុនយើងចង់បានដែលសហគ្រាសយើងចង់បានហ្នឹងអ្នកដឹកនាំអញ្ចឹងបងស្ដាប់និយម